បាទជំរាបសួរប្រិយមិត្តទស្សនិកជនជាទីមេត្រីបាទនេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតហើយសម្រាប់ពុកម៉ែបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំពុជរីស្រុកពេជ្រដាខេត្តមណ្ឌលគិរីដែលគឺជាផ្លូវបេតុងដ៏រលោងស្រស់ល្អស្អាតភ្ជាប់មកពីផ្លូវជាតិលេខ76ឆ្ពោះមកក្នុងឃុំក្រងតេះហើយបន្តរហូតទៅដល់ឃុំស្រែអំប៊ុំស្រុកពេជ្រដាដូចគ្នាអញ្ចឹងបន្តិចទៀតលោកអ្នកនឹងបានដឹងនិងសិក្សាស្វែងយល់អំពីចំណាប់អារម្មណ៍របស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋរបស់យើងនៅក្នុងមូលដ្ឋានថាគាត់មានសេចក្តីរំភើបរីករាយប៉ុណ្ណានៅពេលដែលថ្នាក់ដឹកនាំលោកបានគិតគូរក្នុងការយកចិត្តទុកដាក់ស្ថាបនាផ្លូវបេតុងថ្មីមួយនេះបាទសូមអរគុណបាទជំរាបសួរខ្ញុំបាទមួយរ៉ាដូបាទរស់នៅភូមិពូតាំងឃុំពុជរីស្រុកពេជ្រដាសប្បាយចិត្តរីករាយណាស់ដែលមានផ្លូវបេតុងមួយខ្សែយ៉ាងស្រស់ស្អាតដែលអាជ្ញាធរពាក់ព័ន្ធគាត់បានរៀបចំឲ្យមានផ្លូវមួយខ្សែនេះដើម្បីឲ្យកសិករនៅក្នុងភូមិនេះតំបន់នេះប្រើប្រាស់នៅក្នុងមធ្យោបាយធ្វើដំណើរទៅផ្សារទៅពេទ្យដឹកកសិផលចេញចូលដោយមានលឿនងាយស្រួលឆាប់រហ័សដែលធ្វើឲ្យកាត់បន្ថយនៃការចំណាយរបស់គាត់និងកាត់បន្ថយនៃភាពក្រីក្ររបស់គាត់ហើយខ្ញុំបាទក៏អរគុណច្រើនដល់អាជ្ញាធរពាក់ព័ន្ធដល់មន្ទីរដល់អាជ្ញាធរគ្រប់ស្ថាប័នឬក៏អរគុណដល់ក្រមការងារអភិបាលខេត្តទាំងអស់ដែលបានយកចិត្តទុកដាក់និងរៀបចំកសាងរចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យកសិករនៅក្នុងភូមិដែលខ្ញុំរស់នៅនេះមានមធ្យោបាយធ្វើដំណើរដល់ចេញចូលឲ្យស្រួលហើយពួកខ្ញុំត្រេកអរណាស់ហើយក៏ជូនពរឲ្យថ្នាក់ដឹកនាំភូមិឃុំស្រុកអាជ្ញាធរខេត្តអភិបាលខេត្តទាំងអស់ឲ្យគាត់មានតម្រេះមានប្រាជ្ញានិងមានសុខភាពល្អហើយនឹងឲ្យគាត់ជួយបន្តកសាងផ្លូវដែលនៅខ្វះខាតបន្តទៅមុខទៀតផងហើយជាទីបញ្ចប់នេះខ្ញុំបាទមួយរ៉ាដូសូមជូនពរឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ឲ្យមានប្រាជ្ញាមានសុខភាពល្អនិងអាយុវែងអរគុណជំរាបសួរនាងខ្ញុំឈ្មោះខាន់សារ៉ាន់ជាគ្រូបង្រៀនថ្នាក់ទី1ខដែលមានទីតាំងនៅភូមិពូតាំងឃុំពុជរីស្រុកពេជ្រដាខេត្តមណ្ឌលគិរីចានាងខ្ញុំមានចំណាប់អារម្មណ៍ក្នុងការធ្វើផ្លូវដោយសារតែផ្លូវពីមុនមកអត់ស្អាតអញ្ចឹងទេអញ្ចឹងមានអារម្មណ៍ថាសុវ័យចិត្តដែលថ្នាក់ដឹកនាំខេត្តរបស់យើងគាត់គិតគូរដល់ផ្លូវដែលធ្វើឲ្យសិស្សមានភាពងាយស្រួលក្នុងការសិក្សាហើយបានមករៀនទៀងទាត់ច្រើនជាងមុនកាលពីមុនឡើយវាមានស្ថានភាពពិបាកពេលភ្លៀងអញ្ចឹងទៅភាគច្រើនល្អិលខ្លាំងអញ្ចឹងសិស្សមករៀនអត់បានទេហើយមានផ្លូវលិចទឹកទៀតដល់ពេលអញ្ចឹងទៅពួកខ្ញុំជាគ្រូបង្រៀនក៏ពិបាកក្នុងការធ្វើដំណើរមកដែរអញ្ចឹងវាមានការឈប់ច្រើនអញ្ចឹងណាចាតាំងពីធ្វើផ្លូវហើយមកគឺមានឃើញថាសិស្សមករៀនច្រើនជាងមុនហើយមករៀនទៀងទាត់ជាងមុនដោយសារតែទី1ផ្លូវស្អាតស្រួលក្នុងការដែលពួកគាត់ធ្វើដំណើរមកអញ្ចឹងហើយពួកខ្ញុំជាគ្រូបរិញ្ញាក៏ស្រួលធ្វើដំណើរមកដែរព្រោះពួកខ្ញុំនៅខាងក្រៅទេអត់នៅខាងក្នុងនេះទេអញ្ចឹងណាចាក្នុងនាមខ្ញុំជាគ្រូបង្រៀននៅទីនេះខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំខេត្តដែលបានគិតគូរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំនេះដែលបានជួយធ្វើផ្លូវថ្មីសម្រាប់ប្រជាជននៅទីនេះដែលបានឲ្យមានការធ្វើដំណើរងាយស្រួលជាងមុនចាអរគុណច្រើន